Hello សួស្តីបងប្អូនស្វាគមន៍មកកាន់វីដេអូថ្មីទៀតហើយតែវីដេអូនេះនឹងបង្ហាញបងប្អូនអំពីរបៀប bypass Wi-Fi នៅលើ model iPhone iPad ដែលជាប់លេខកូដដៃអត់ទាន់រាយ CPU A12 A13 អូខេដើម្បីធ្វើបានយើងត្រូវមានឧបករណ៍នេះមួយដែលខ្ញុំអាចហៅវាឈ្មោះថាUSB-A ចាវាមានឈ្មោះច្រើនខ្ញុំឃើញគេហៅអញ្ចឹងខ្ញុំអត់ដឹងថាហៅថាម៉េចឲ្យវាសមទេថាអញ្ចឹងចុះ USB-A អូខេដើម្បីប្រើប្រាស់ USB-A នឹងបានយើងត្រូវចុចប៊ូតុង power វាជាប់ហើយដោតដូចចូលទៅក្នុងកុំព្យូទ័របន្ទាប់មកទៀតយើងនឹងឃើញមាន drive port មួយដែលស្គាល់លើកុំព្យូទ័រហើយបងប្អូនត្រូវ copy file firmware របស់វាទៅចូលទៅក្នុង drive ដូចគ្នាអូខេវាមាន4ទៅតាមឈ្មោះUSB-A ផ្សេងគ្នាតែបើយើងគឺប្រើអាមួយដែលមានអក្សរវែងជាងគេហ្នឹង copy ចូលហើយនៅលើ USB-A យើងនឹង load ភ្លើងផ្លិតបែបនេះមានន័យថាវាដំណើរការបានជោគជ័យហើយអូខេបន្តទៀតយើងតម្រូវឲ្យទូរស័ព្ទដែលកំពុងតែចង់ធ្វើហ្នឹងអូខេបិទវាហើយចូលទៅក្នុង DHU mode បងប្អូនអាចចុចដៃក៏បានសម្រាប់ខ្ញុំមានខ្សែដែលបញ្ជាទៅ DHU mode បានហើយវាក៏អាចបញ្ជាទៅក្នុង recovery mode ដែរបងប្អូនបើត្រូវការទិញអាចតាក់ទងមកខ្ញុំបានហើយខ្សែហ្នឹងបើជាបងប្អូនឃើញក្រុមហ៊ុនគេផុសហើយខ្សែនេះគឺជាខ្សែដែលខ្ញុំ order ចេញពីក្រុមហ៊ុនដូចគ្នាគឺទាំងគុណភាពនិងតម្លៃការវេចខ្ចប់គឺល្អមែនទែនហើយបើបងប្អូនត្រូវការអាចតាក់ទងសាកសួរបានគ្រាន់តែយើងចុចចូលទៅក្នុងប៊ូតុង DHU mode ហើយយើងconnect ចូលមកទូរស័ព្ទមកគឺវាស្គាល់ DHU mode អូតូម៉ាទិកហ្មងគឺងាយមែនទែនអត់ពិបាកទេអូខេបន្ទាប់ពី score យើងជាមួយហើយបងប្អូនត្រូវការខ្សែមួយទៀតដែលខ្ញុំដោតវាបែបនេះអូខេដោតវាបែបនេះនៅពេលដែលវាដំណើរការគឺវានឹងលោតភ្លើងពណ៌ Q ហើយនឹងត្រឡប់មកវិញនៅភ្លើងអូខេ Q ត្រឡប់មកវិញនៅភ្លើងបៃតងគឺមានន័យថាការ connect PWN បានជោគជ័យហើយមុនហ្នឹងគេហៅថា PWN ណាអូខេត្រួសមួយទេបងប្អូនប្រហែលជាឃើញខ្ញុំធ្វើច្រើនហើយអូខេយើងបន្តទៀតយើងដោតដូចចូលទៅក្នុងកុំព្យូទ័រជាមួយខ្សែធម្មតាហើយបើកកម្មវិធី EST Pro មកបន្តទៀតចូលកន្លែង Apple ហើយចុចត្រង់ពាក្យ Purple Mode កន្លែងនេះយើងរើសយកអូខេ ERA A12 A13 one click USB lighter 8 beta អូខេរើសយកមួយហ្នឹងមកមុខងារក្នុងនោះមានច្រើនបងប្អូនអាចមើលបានបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់តេស្តចង់ប្រើអាចមើលទៅតាមហ្នឹងទៅឥឡូវខ្ញុំបង្ហាញបងប្អូនពីរបៀប ERA ទូរស័ព្ទហ្នឹងកាលណាទូរស័ព្ទយើងចូលកូដដៃអញ្ចឹងភាគច្រើនគឺ version ទាបវិញ version 26.1 ចូលក្រោមហ្នឹងអញ្ចឹងយើងអាច ERA ជាមួយនឹងកម្មវិធីហ្នឹងឲ្យវាចេញ hello រក្សានៅ version ដដែលយើងរក្សា version ដដែលដើម្បីអីដើម្បី bypass Wi-Fi បានព្រោះ bypass Wi-Fi គឺបានតែ version 26.1 ចុះក្រោមទេ26.2ឡើងទៅគឺធ្វើបានទេអញ្ចឹងបើសិនជាបងប្អូនជួបទូរស័ព្ទដែល version លើហ្នឹងបងប្អូនអាចបដូរទៅជា bypass SIM បានព្រោះឥឡូវយើងមាន bypass SIM bypass Wi-Fi អូខេហើយវីដេអូនេះជាផ្នែកមួយសម្រាប់បងប្អូនដែលចង់ដឹងពីរបៀប ERA គឺគេ ERA បែបហ្នឹងអូខេហើយវីដេអូ bypass SIM ក៏ខ្ញុំធ្វើហើយដែរហើយនឹងផុសបន្តទៀតពីវីដេអូហ្នឹងអញ្ចឹងវាជាជម្រើសសម្រាប់បងប្អូនចង់ bypass Wi-Fi មើលតាមវីដេអូហ្នឹងទៅហើយបើសិនជាចង់ bypass SIM មើលវីដេអូក្រោយអូខេអញ្ចឹងយើង activate ជាធម្មតាទៅដើម្បីបញ្ជាក់ថាវាពិតជាជាប់ iCloud ហើយខ្ញុំក៏បង្ហាញរបៀបក្នុងការ bypass Wi-Fi ជាមួយនឹងកម្មវិធី EST Pro បានដូចគ្នាអូខេអញ្ចឹងយើងដោតដូចជាមួយខ្សែធម្មតាទុកវាម្ដងមកក៏លេខនៅលើ Sri2 គឺយើងឃើញ version 26.01 អញ្ចឹងមានថា version ហ្នឹងគឺជា version ដែលអាច support bypass Wi-Fi បានហើយអូខេយើងចូលទៅក្នុង tool EST Pro ម្ដងទៀតហើយជាកន្លែង function mix ហើយរើសយក bypass A12 ហើយវាមាន1មាន2មាន3បងប្អូនរើសយកមួយណាទៅតាមការចិត្តចង់បងប្អូនមកខ្ញុំរើសយកទី3ឃើញថាវាដំណើរការយូរហើយវាអត់ជោគជ័យទៀតអញ្ចឹងខ្ញុំរើសទី1វិញហើយបងប្អូនចាំបន្តិចមកគឺវា bypass បានហើយការ bypass នេះគឺ
មែនតើបងប្អូនដែលធ្លាប់ bypass គឺដឹងហើយថាវាអត់ដំណើរការ notification ទេអញ្ចឹងបើសិនជាបងប្អូនចង់ bypass ដំណើរការ notification បងប្អូនត្រូវ bypass ជាមួយ tool ផ្សេងត្រូវការ order serial ដែលតម្លៃថោកទេបងប្អូនតម្លៃថោកមែនតើហើយបើសិនជាបងប្អូនថា notification នឹងអត់ចាំបាច់ទេហើយអត់ចង់ចំណាយលុយអាច bypass ជាមួយនឹង EST Pro ដែលខ្ញុំកំពុងបង្ហាញនឹងបានដូចគ្នាអត់អស់លុយទេហើយលឿនអូខេវាកំពុងតែបញ្ជូន file ដែលត្រូវឲ្យទូរស័ព្ទនឹង skip activate មកដល់ home screen អូខេអញ្ចឹងការ bypass តែប៉ុណ្្នឹងទេគឺជោគជ័យរួចរាល់ហើយបន្តមកទៀតគឺបងប្អូនអាចដកដូចចេញ skip activate ទូរស័ព្ទនឹងជាធម្មតាមក home screen បានហើយសម្រាប់មុខងារupdate បងប្អូនអាចបិទដៃក៏បានឬក៏ចាំបន្ទាប់ពីវីដេអូហ្នឹងខ្ញុំនឹងធ្វើវីដេអូរបៀបក្នុងការបិទមុខងារ update ហ្នឹងកុំឲ្យទូរស័ព្ទនឹង update គោកាលណាទូរស័ព្ទនឹង update វានឹងជាប់វិញហើយអញ្ចឹងកុំឲ្យវា update ហើយយើងបិទតាមវិធីសាស្ត្រផ្សេងមួយទៀតដែលមានគុណភាពខ្ពស់គឺអត់ជាប់វិញទេបើតាមធូរទូទៅខ្ញុំធ្លាប់តេស្តគឺវាបើកអូតូម៉ាទិកមុខងារ update ហ្នឹងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនមើលទៅយល់ហើយជាប្រយោជន៍សម្រាប់បងប្អូនទិញ USB ទៅជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ